Okay, we go to number 3. If someone donates $200 I enough money to buy a new computer. The answer A have, B will have, C is having, D have had. Ok, យើងមើលចម្លើយទី1 ប្រសិនបើយើងយក A ជាចម្លើយ A clear ចម្លើយ A គឺយើងនិយាយអំពីទម្លាប់នៅក្នុង present simple tense អូខេបើសិនជាយើងយក B គឺជាទម្រង់ future simple អូខេបើសិនជាយើងយក C ជាចម្លើយនោះគឺជាទម្រង់ present continuous tense ប្រសិនបើយើងយក D គឺជាទម្រង់ present perfect អូខេអញ្ចឹងតើយើងត្រូវជ្រើសរើសចម្លើយមួយណាដែលជាចម្លើយត្រឹមត្រូវដើម្បីជ្រើសរើសចម្លើយមួយឲ្យបានត្រឹមត្រូវយើងត្រូវទៅមើលលំហាត់របស់យើងសារឡើងវិញ if someone donate យើងគ្រាន់កលេចឃើញទម្រង់ if ហើយនឹងកិរិយាសព្ទនៅក្នុង column ទី1ជាទូទៅយើងនឹកដល់ពាក្យថា first condition យើងនឹកដល់ពាក្យថា conditional អូខេដោយសារតែកិរិយាសព្ទយើងជាកិរិយាសព្ទ column ទី1អញ្ចឹងវាគឺជា first conditional បាទជា first conditional ហើយបើ first conditional វាមានរូបមន្តទូទៅរបស់វាគឺ if plus plus present simple plus comma plus future simple okay future simple ដូចយើងទាំងអស់គ្នាបានដឹងហើយបើ present simple រូបមន្តរបស់ present simple បាទខ្ញុំសរសេរសារឡើងវិញបន្តិចបាទ present simple គឺ subject បូកជាមួយនឹង verb 1បូកជាមួយនឹង of object បាទពេលនេះយើងថែមបូក comma ហើយយើងសម្រាយទម្រង់ future simple បន្តិចទៅគឺ subject បូកជាមួយនឹងអីគេបូកជាមួយនឹង will plus infinitive without to អូខេអញ្ចឹងយើងគ្រាន់តែស្រមៃឃើញរូបមន្តតាក់ទងជាមួយនឹង first conditional យើងអាចរើសចម្លើយបានត្រឹមត្រូវហើយអូខេចម្លើយដែលត្រឹមត្រូវគឺចម្លើយ B